លោកអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីអ្នកចំនួនឆ្នាំនៅក្នុងសប្តាហ៍នេះហើយនៅក្នុងសប្តាហ៍នេះផងដែរគឺយើងមានវាគ្មិនពិសេសដែលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមអុកញ៉ាវិជ្ជបណ្ឌិតគួចមេងលីដែលជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកប្រតិបត្តិហើយលោកនឹងចែករំលែកនៅរាល់បទពិសោធន៍ផ្សេងជាពិសេសលោកនឹងចែករំលែកនៅគន្លឹះដែលអាចធ្វើឲ្យនៅមុខជំនួញរបស់លោកបានជោគជ័យរហូតមកដល់សប្តាហ៍ថ្ងៃនេះឥឡូវសូមស្វាគមន៍ជាមួយលោកផ្ទាល់តែម្ដងជំរាបសួរលោកអុកញ៉ាចានាងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកអុកញ៉ាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងកម្មវិធីអ្នកជំនួញឆ្នើមនៅក្នុងសប្តាហ៍នេះចាជាបឋមសូមអញ្ជើញលោកអុកញ៉ាណែនាំខ្លួនជូនទៅទស្សនិកជនតែម្ដងចាអរគុណច្រើនកញ្ញាបាទជាដំបូងខ្ញុំសូមយកឱកាសនេះអរគុណប៉ុស CNC ដែលផ្ដល់ឱកាសខ្ញុំបាទចូលរួមក្នុងការពិភាក្សាសម្ភាសនៅថ្ងៃនេះបាទសូមអរគុណចាសូមអរគុណបាទដល់ខ្ញុំផ្ទាល់ឈ្មោះមេងលីជេគួយបាទចាហើយខ្ញុំមកក្នុងនាមជាតំណាងក្រុមហ៊ុនមេងលីជេគួយ Education ចាសំណួរដំបូងរបស់នាងខ្ញុំនេះគឺនាងខ្ញុំសូមឲ្យលោកអុកញ៉ាជួយជម្រាបថាតើក្រុមហ៊ុនរបស់លោកអុកញ៉ាមានឈ្មោះអ្វីដែរហើយថាតើមានបម្រើសេវាកម្មអ្វីខ្លះដែរចា៎បាទអរគុណច្រើនខ្ញុំមកពីក្រុមហ៊ុនមេងលីជេគួយ Education ដែលជាក្រុមហ៊ុនមួយមានឧបសម្ព័ន្ធ9ហើយនៅក្នុងមានបទសម្ព័ន្ធ9បាទហើយក្នុងហ្នឹងមានក្រុមហ៊ុន2ដែលជាក្រុមហ៊ុនដំណើរការឈានមុខជាងគេគឺជាសាលារៀននិងវិទ្យាស្ថានអន្តរជាតិអាមេរិកបាទហើយវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកហ្នឹងបើកមកថ្ងៃក្នុងឆ្នាំ2005ដែលក្នុងនោះមានវិទ្យាស្ថានដែលជាសាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសនិងកុំព្យូទ័រហើយមានសាលារៀនចំណេះទូទៅដែលប្រើប្រាស់ curriculum កម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡារបស់យើងបាទចាសូមអរគុណថ្មីនេះតាមដែលនាងខ្ញុំបានដឹងគឺលោកអុកញ៉ាទើបតែក្រុមហ៊ុនរបស់លោកទើបតែបានទទួលពានរង្វាន់ The SME of Asia Award ថាតើពានរង្វាន់នោះមានអត្ថន័យយ៉ាងដូចម្តេចដែរចាបាទអរគុណច្រើនខ្ញុំទើបតែត្រឡប់មកពីសិង្ហបុរីវិញសហបុរីប្រហែលជា 2-3 ថ្ងៃមុននេះបាទជាជាក់ស្ដែងមានភាពរំភើបបំផុតដែលទើបតែទទួលបានពានរង្វាន់គេហៅថា SME1 Asia Award បាទគឺ SME Asia One Award ហ្នឹងគឺជាពានរង្វាន់ដែលផ្ដល់កិត្តិយសលើកទឹកចិត្តដល់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមដែលជាក្រុមហ៊ុនដែលផ្ដោតទៅលើគេហៅថាកិច្ចការសង្គមចេះបដោះផ្ដាល់និងគ្រប់គ្រងប្រជាពលរដ្ឋចេះជួយជ្រោមជ្រែងអភិវឌ្ឍសហគមន៍ហើយនឹងក្រុមហ៊ុនដែលគ្រប់គ្រងនិងជួយការពារបរិស្ថានបាទចាថាតើធ្វើយ៉ាងណាដែរទើបលោកអុកញ៉ាបានទទួលពានរង្វាន់នេះចាបាទក្នុងខែ5ខ្ញុំបានមានការទំនាក់ទំនងមកពីដៃគូសម្រាប់ស្រួលនៃ SME1 Asia Award ហ្នឹងហើយគេបាន recommend ណែនាំបាទសំណពរឲ្យដាក់ពាក្យពីព្រោះតាមការគិតរបស់ SME1 Asia Award ហ្នឹងគេឃើញថាក្រុមហ៊ុនខ្ញុំនេះជាក្រុមហ៊ុនមួយដែលគេបានទទួលស្គាល់ក្នុងប្រទេសហើយក្នុងសហគមន៍បច្ចុប្បន្ននេះនាមជាក្រុមហ៊ុនមួយដែលបានដំណើរការល្អក្នុងការបម្រើមិនត្រឹមតែបណ្ដុះបណ្ដាលប្រជាពលរដ្ឋយើងទេប៉ុន្តែជួយជ្រោមជ្រែងធ្វើបុណ្យមនុស្សធម៌នៅក្នុងសង្គមហើយជ្រោមជ្រែងសហគមន៍យើងហើយម្យ៉ាងវិញទៀតគឺថែទាំបរិស្ថានឲ្យបានល្អក្នុងការជ្រោមជ្រែងអភិវឌ្ឍក្នុងហ្នឹងបាទថាតើលោកអុកញ៉ាមានចំណាប់អារម្មណ៍បែបណាដែរបន្ទាប់ពីក្រុមហ៊ុនរបស់លោកអុកញ៉ាបានទទួលនៅពានរង្វាន់នេះបាទជាការពិតណាស់ខ្ញុំមានសេចក្តីរីករាយសប្បាយបំផុតហើយជាភាពមោទនភាពបំផុតផងដែរក្នុងនាមជាក្រុមហ៊ុនខ្មែរមួយហើយក្នុងចំណោមក្រុមហ៊ុន4ដែលបានទទួលពានរង្វាន់ SME1 Asia Award ហ្នឹងហើយនេះជាលើកដំបូងហើយដែលក្រុមហ៊ុនតំណាងឲ្យស្រុកខ្មែរយើងមានគេឈ្មោះឈរក្នុងឆាកអន្តរជាតិដែល SME Award ហ្នឹងគេបានផ្ដល់ពានរង្វាន់ដល់ក្នុងប្រទេសសហបុរីហ្នឹងព្រមទាំងបណ្ដាញក្នុងប្រទេសអាស៊ីទាំងមូលផងដែរហើយក្នុងនោះខ្មែរយើងក្នុងឆ្នាំនេះបាន4នាក់ហើយក្នុងនោះគឺខ្ញុំមួយផងដែរបាទចាពិតជាមានភាពល្អប្រសើរមែនតើឥឡូវនេះខ្ញុំសូមសាកសួរបកក្រោយបន្តិចតកតងទៅនឹងការបង្កើតក្រុមហ៊ុនរបស់លោកអុកញ៉ាថាតើពីដំបូងឡើយហេតុអ្វីបានជាលោកអុកញ៉ាសម្រេចចិត្តបង្កើតក្រុមហ៊ុននេះឡើងជាពិសេសគឺបង្កើតវិទ្យាស្ថាននេះថាតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកអុកញ៉ាចាប់ផ្ដើមបង្កើតអាជីពនេះចាជាជាក់ស្ដែងខ្ញុំមានជំនាញជាវិជ្ជបណ្ឌិត by profession ចាហ
ហើយក៏ប៉ុន្តែខ្ញុំមិនត្រឹមតែជាវិជ្ជបណ្ឌិតទេខ្ញុំក៏ជាសាស្ត្រាចារ្យផងដែរដែលធ្លាប់បង្រៀនជំនាញវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកនៅក្នុងស្រុកខ្មែរផងដែរជាច្រើនឆ្នាំអញ្ចឹងពេលខ្ញុំមកត្រឡប់មកដល់មាតុភូមិវិញក្នុងឆ្នាំ2002ខ្ញុំដើរតួជាអ្នកស្ម័គ្រចិត្តជំនាញខាងពេទ្យស្ម័គ្រចិត្តក៏ប៉ុន្តែបន្ទាប់ពីចប់បេសកកម្មរបស់ខ្ញុំទៅខ្ញុំគិតឃើញថានៅក្នុងប្រទេសខ្មែរយើងវិស័យអប់រំគឺត្រូវការអ្នកគ្រប់គ្រងច្រើនដើម្បីធ្វើម៉េចក៏ដោយជំរុញខាងវិស័យអប់រំឲ្យមានគុណភាពល្អហើយជួយជ្រោមជ្រែងដើម្បីឲ្យមានគេហៅថាស្ថាប័នមួយបណ្ដុះនៅគុណភាពនិងចំណេះដឹងពិតដល់ប្រជាពលរដ្ឋយើងជាពិសេសយុវជនអញ្ចឹងនៅទន្ទឹមនឹងពេលគិតហ្នឹងខ្ញុំគិតថាមិនទាន់ទៅត្រឡប់ស្រុកខ្មែរទេអញ្ចឹងក៏បង្កើតបើកសាលានេះក្នុងឆ្នាំ2005ក្នុងហ្នឹងគឺមានសាលារៀននិងវិទ្យាស្ថានដែលដំណើរការបានដល់សប្តាហ៍ថ្ងៃនេះបាទចានៅពេលដែលយើងចាប់ផ្ដើមដំណើរការអាជីវកម្មដំបូងថាតើជួបផលលំបាកអ្វីខ្លះហើយតម្រាំតែធម្មតាយើងតម្រាំតែបង្កើតបានគម្រោងនីមួយគឺយើងត្រូវការចំណាយដើមទុនថាតើលោកអុកញ៉ាត្រូវការចំណាយដើមទុនច្រើនទេហើយផលវិបាកនោះគឺជាអ្វីដែរបាទការបើកក្រុមហ៊ុននីមួយៗមិនថាស្ថាប័នអប់រំឬក៏ក្រុមហ៊ុនរស់ស៊ីផ្សេងទេការបើកដំបូងគឺមានប្រឈមមុខជាច្រើនឧបសគ្គគឺមានច្រើនណាស់ហើយជាពិសេសនៅស្រុកខ្មែរនេះវិញចំពោះខ្ញុំដែលជាអាណិកជននៅខាងក្រៅប្រទេសមានអារម្មណ៍ថាបញ្ហាដូចជាការរត់ច្បាប់ដូចជាការរៀបចំរចនាសម្ព័ន្ធដូចជារោទីតាំងរោថវិកាដើមទុនគឺមានការពិបាកខ្លាំងក៏ប៉ុន្តែក្នុងឆ្នាំ2005ហ្នឹងពីព្រោះសាលាជំនាន់ហ្នឹងគឺការបើកវាមិនសូវពិបាកប៉ុន្មានទេវាស្រួលដែរហើយដោយសារមានការគ្រប់គ្រងពីក្រុមគ្រួសារមានការគ្រប់គ្រងពីមិត្តភ័ក្តិហើយនឹងដើមជ្រុំជែងពីអតីតបុគ្គលិកខ្ញុំចំនួនមកក៏មានសម្រាប់ថាបើកអញ្ចឹងចំពោះជំនាន់ហ្នឹងខ្ញុំគិតថាបើសិនយើងបើកក្នុងឆ្នាំ2005និងបើក2012នេះគឺខុសគ្នាច្រើនណាស់មួយជាអាចថាមួយជា20នោះខុសគ្នាហ្នឹងគឺខុសគ្នាយ៉ាងម៉េចដែរចាគឺខ្ទង់ចំណាយឬក៏យ៉ាងណាចាខុសគ្នាទាំងអស់បាទពីមុនគឺការបើកស្ថាប័នមួយគឺជាទូទៅនៅស្រុកខ្មែរយើងកាលហ្នឹងគេបើកមកដើម្បីបណ្ដុះឲ្យចេះតែភាសាអង់គ្លេសទេហើយនឹងចំណេះដឹងសាលាឯកជនមួយចំនួនមិនទាន់មានច្រើនក៏ប៉ុន្តែការពីបើកហ្នឹងអញ្ចឹងវាងាយស្រួលនឹងរៀបចំបើកក៏ប៉ុន្តែសម័យឥឡូវនេះគឺច្បាប់ទម្លាប់គេក្រសួងតម្រូវការខ្ពស់បាទហើយចំពោះថវិកាហិរញ្ញវត្ថុក៏ត្រូវការខ្ពស់ដែរបាទពីមុនយើងអាចថាយើងមានថវិកាចំនួន2-30000អីចឹងឲ្យបើកបានឥឡូវនេះបើយើងគិតទៅបើចង់បើកដោយស្ថាប័នបច្ចុប្បន្ននេះយើងត្រូវតែមានបន្តិចក៏យើងអាចថាទៅ50,000ទៅ1លានឡើងដែរអញ្ចឹងតម្រូវការខុសគ្នាចានេះបើយើងនិយាយថាដល់ថ្នាក់ថាយើងត្រូវចំណាយដើមទុនគឺខ្ទង់ចាប់ពី10,000ទៅ50,000បានន័យថាខ្ទង់ចំណាយនេះគឺធំអាជីវកម្មហ្នឹងក៏ខ្នាតធំដែរមែនទេលោកញ៉ាចានាងខ្ញុំនៅចាំបានមួយចំណុចថាការពីសប្តាហ៍មុននាងខ្ញុំបានជួបសម្ភាសជាមួយនឹងវាគ្មិនរបស់យើងគឺលោកសុកលីចាលោកបានលើកឡើងថាការបើកប្រកបរបរអាជីវកម្មអ្វីមួយគឺយើងដោយថាមិនចាំបាច់សម្លឹងដោយថាខ្នាតធំពេកទេទៅតាមសមត្ថភាពរបស់មនុស្សម្នាក់ហើយសម្រាប់លោកអុកញ៉ាវិញតើលោកញ៉ាយល់យ៉ាងណាដែរចំពោះទស្សនៈបែបនេះអ្វីក៏ដោយគឺត្រូវតែចាប់ផ្ដើមពីដំបូងបាទបើយើងគិតថាចាំសន្សំលុយបានហើយបើកក្រុមហ៊ុនធំគឺមិនងាយទៅរួចទេសំខាន់គឺយើងព្យាយាមណាយើងមានចំណងចំណូលចិត្តខាងអាជីពនឹងយើងមានគេហៅថាយកចិត្តខិតខំទុកដាក់ហើយប្រឹងប្រែងយ៉ាងម៉េចក៏ដោយហើយជារោចដៃគូឬក៏យើងសន្សំផ្សាយខ្ចីមិត្តភ័ក្តិបងប្អូនចឹងទៅដើម្បីបើកបានហើយសំខាន់ពេលបើកទៅហើយដើម្បីឲ្យវាដំណើរការល្អមានស្ថិរភាពលូតលាស់គឺយើងត្រូវការយកចិត្តទុកដាក់ផ្ដោតទៅលើសេវាកម្មទៅលើគុណភាពទៅការយកចិត្តទុកដាក់ប៉ះប៉ូវតម្រូវការទឹកចិត្តរបស់អតិថិជនបាទអញ្ចឹងគឺបើយើងយកចិត្តទុកដាក់ខាងចំណុចអស់ហ្នឹងជីវកម្មរបស់យើងឬក៏ស្ថាប័នរបស់យើងវាតែងតែលេចធ្លោទៅឯងបាទចានៅមានមួយចំណុចទៀតធម្មតាការបើកអាជីវកម្មគឺយើងតែងតែមានឧបសគ្គខ្លះនៅពេលដែលលោកអុកញ៉ាជួបឧបសគ្គនៅក្នុងមុខជំនួញរបស់លោកថាតើលោកធ្លាប់ដែរមានអារម្មណ៍ថារារែកដែរទេមានអារម្មណ៍ថានឿយណាយទេហើយនៅពេលហ្នឹងលោកដោះស្រាយនឹងប្រឈមមុខបែបណាដែរបាទធ្វើស្អីក៏ដោយមិនថាជាការរស់ស៊ីទេបាទសូម្បីតែយើងធ្វើការនៅក្នុងរាជការក្តីធ្វើការប្រែក្រុមហ៊ុនឯកជនក្តីតែងតែប្រឈមមុខជារៀងរាល់ថ្ងៃការប្រឈមមុខទាំងអស់ហ្នឹងគឺជាការប្រជែងធ្វើឲ្យយើងរឹងពឹងលើដើមបាទសំខាន់គឺយើងសហការគ្នាជាក្រុមសាមគ្គីគ្នាប្រមូលផ្ដុំគំនិតកម្លាំងកាយចិត្តដើម្បីប្រឈមមុខនៅបញ្ហាហ្នឹងរាល់បញ្ហាដែលយើងឆ្លងកាត់តែងជា
គេហៅថាបង្កបង្រឹងនៅស្មារតីរបស់យើងឲ្យមានភាពក្លាហានជាមុនអញ្ចឹងរាល់ការឆ្លងកាត់ទាំងអស់ជាការពិសោធន៍មួយធ្វើឲ្យក្រុមហ៊ុននិងបុគ្គលិករបស់ខ្ញុំយល់ដឹងពីស្ថានភាពជាក់ស្ដែងរបស់ដំណើរការរបស់ក្រុមហ៊ុនបាទចាសូមអរគុណនាងខ្ញុំសូមត្រឡប់ក្រោយមួយជំហានទៀតចានាងខ្ញុំចង់ដឹងថាតើក្រុមហ៊ុនរបស់លោកអុកញ៉ានៅពេលដែលចាប់ផ្ដើមហ្នឹងតើលោកអុកញ៉ាមានដៃគូសហការដែរទេបាទជាជាក់ស្ដែងនៅពេលដែលខ្ញុំបើកដំបូងនេះគឺអត់ទេបាទខ្ញុំគ្រាន់តែមានផ្ទះជួលមកល្វីមកអាគារហើយការហ្នឹងគឺមានដើមទុនតិចតួចបាទនិយាយចំទៅប្រហែលជា 20000 ទេបាទហើយបើយំថាអញ្ចឹងមួយសម័យឥឡូវ 20000 បើកបានទេបាទក៏ប៉ុន្តែការបើកហ្នឹងមានការជុំជ្រែងច្រើនពីក្រុមគ្រួសារបងប្អូនបាទហើយក៏មានការជុំជ្រែងច្រើនពីបុគ្គលិកមានអ្នកស្ម័គ្រចិត្តមកជួយមានអ្នករៀបចំការងារមានការលើកទឹកចិត្តដល់ពេលអញ្ចឹងទៅធ្វើឲ្យខ្ញុំមានកម្លាំងកាយចិត្តបន្តទៅទៀតហើយដល់ពេលយើងយកចិត្តទុកដាក់ទៅផ្ដោតទៅលើគុណភាពផ្ដោតទៅលើវិន័យផ្ដោតទៅលើសេវាកម្មធ្វើឲ្យសិស្សានុសិស្សព្រមទាំងលោកឪពុកម្ដាយឬក៏អ្នកអាណាព្យាបាលរបស់សិស្សហ្នឹងគេមានចំណាប់អារម្មណ៍ខ្ពស់អញ្ចឹងមួយឆ្នាំទៅមួយឆ្នាំមានការកើនលឿនហួសលឿនដែលខ្ញុំគិតស្មានទៅដល់ចាចុះរហូតមកដល់សប្តាហ៍ថ្ងៃនេះថាតើលោកអុកញ៉ាមានដៃគូសហការហើយឬនៅក្នុងមុខជំនួញរបស់លោកអុកញ៉ាបាទជាបច្ចុប្បន្ននេះគឺនៅតែជាឯកជនរបស់ខ្លួនឯងដដែលក៏ប៉ុន្តែកំពុងតែរកដៃគូគេហៅថា joint venture ដែរដើម្បីពង្រឹងហើយនឹងបង្រីកខ្លួនឯងនៅក្នុងប្រទេសឬទៅក្រៅប្រទេសទៀតពីព្រោះបច្ចុប្បន្ននេះការទទួលស្គាល់ពីសិស្សានុសិស្សឪពុកម្ដាយនិងសហគមន៍ជុំវិញគឺមានការទទួលស្គាល់ខ្ពស់ហើយតម្រូវការឲ្យមានការបើកសាខាច្រើនប៉ុន្តែពីព្រោះក្រុមហ៊ុនខ្ញុំវាមានវ័យក្មេងបាទយើងនិយាយប្រៀបធៀបជាមួយក្រុមហ៊ុនបរទេសបើកក្នុងឆ្នាំ2005មកដល់ឥឡូវគឺទៅ7ឆ្នាំកន្លះអញ្ចឹងមានន័យថាបើបង្រីកខ្លាំងពេកគឺវាមិនអាចទៅរួចទេអញ្ចឹងត្រូវការដៃគូអញ្ចឹងបើមានដៃគូដែលមានចំណាប់អារម្មណ៍ចូលរួមជាគេហៅថា joint venture ឬក៏ដាក់វិយតុនខាងក្រុមហ៊ុនខ្ញុំគឺស្វាគមន៍ជានិច្ចបាទចាតើតើទៅនឹងការស្វែងរកដៃគូពាណិជ្ជកម្មគ្នានេះតើលោកអុកញ៉ាដែលគិតនឹងមានកម្រងឬក៏គិតថាបារម្ភខ្លាចថាអាចនឹងមានបញ្ហានៅពេលក្រោយទេព្រោះអីធម្មតាថាអ្នកដែលរកស៊ីដែលយើងហៅនិយាយភាសាសាមញ្ញណារកស៊ីចូលហ៊ុនគ្នាច្រើនតែមានបញ្ហានៅពេលក្រោយចាតើទស្សនៈបែបនេះលោកអុកញ៉ាយល់បែបណាដែរបាទនេះជាចំណុចមួយដែលខ្ញុំចង់ដាស់តឿនដល់ប្រជាពលរដ្ឋយើងចំនួនដែរការរកស៊ីវាមានច្រើនតនការច្រើនប្រភេទចំពោះស្រុកខ្មែរយើងទម្លាប់ការរស់ស៊ីចូលហ៊ុនគ្នាក្នុងនាមមួយបងប្អូនញាតិមិត្តដាក់ទាំងទៅហើយដើមតិចតួចដល់ពេលអញ្ចឹងទៅពេលការធ្វើការបង្រីកអត់មានដើមមានការឆ្លោះគ្នាបាក់បែកបំបែកក្រុមហ៊ុនឬក៏ខ្សែទុនក៏ប៉ុន្តែបើសិនជាក្រុមហ៊ុនដូចជាខ្ញុំអញ្ចឹងគេហៅថាក្រុមហ៊ុនខ្នាតអន្តរជាតិការរៀបចំដំណើរការហើយនឹងគោលការណ៍ទាំងអស់វាលក្ខណៈអន្តរជាតិអញ្ចឹងក្នុងស្រុកប្រទេសទាំងមូលនៅក្នុងពិភពលោកនេះការរស់ស៊ីភាគច្រើនក្នុងនាមជាដៃគូជាភាគហ៊ុនអញ្ចឹងគេមានច្បាប់អន្តរជាតិគេដើម្បីតម្រូវការឲ្យយើងធ្វើតាមអញ្ចឹងចំពោះការរស់ស៊ីជាដាក់ហ៊ុនចូលគ្នាក្នុងនាមជា joint venture ឬក៏ក្នុងមួយលក់ share អញ្ចឹងអានឹងជាផលល្អមួយដើម្បីឲ្យឱកាសក្រុមហ៊ុនមិនថានៅស្រុកខ្មែរឬក៏ក្រៅប្រទេសមានការអភិវឌ្ឍលឿនបាទចាសូមអរគុណលោកអុកញ៉ាលោកអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនាងខ្ញុំនៅសល់មួយវគ្គទៀតដែលនឹងជម្រាបសួរលោកអុកញ៉ាហើយលោកនឹងនៅតែបន្តបកស្រាយនិងបង្ហាញរាល់បទពិសោធន៍និងគន្លឹះផ្សេងៗនៅពេលនេះពីកម្មវិធីសូមពេលសម្រាប់បន្តិចសិនចាសូមស្វាគមន៍មកកាន់វគ្គទី2នៃកម្មវិធីអ្នកជំនួញឆ្នើមចាលោកអុកញ៉ាចានាងខ្ញុំចង់ដឹងថានៅពេលដែលលោកអុកញ៉ាបើកអាជីវកម្មរបស់លោកអុកញ៉ាដែលផ្ទុយពីជំនាញរបស់លោកដែលបានសិក្សាមកហ្នឹងថាតើផលលំបាកហ្នឹងវាដែលថាមានច្រើនទេហើយធ្លាប់ដែរមានមតិរិះគន់ឬក៏លើកឡើងអីផ្សេងតាក់ទងនឹងបញ្ហានេះទេចាបាទអរគុណដែលបងបានសួរសំណួរហ្នឹងបាទជាជាក់ស្ដែងខាងខ្ញុំជំនាញគឺជាជំនាញវិទ្យាសាស្ត្រហើយខ្ញុំរៀននៅចប់ឆ្នាំ1991នៅសាកលវិទ្យាល័យ Berkeley នៃសាកលវិទ្យាល័យ California នៃ Berkeley ជំនាញក៏ជំនាញពេទ្យហើយទៅយកអនុបណ្ឌិតក៏ជំនាញសុខភាពសាធារណៈហើយទៅយកជំនាញពេទ្យវិទ្យាសាស្ត្រទូទៅទៀតក៏ប៉ុន្តែពេលខ្ញុំចប់មកខ្ញុំក៏បង្រៀននៅសាកលវិទ្យាល័យជាង2ឆ្នាំនៅស្រុកអាមេរិកនៅច្រើនឆ្នាំទៀតនៅស្រុកខ្មែរជំនាញនៅខាងអប់រំនឹងដែរនិងវិទ្យាសាស្ត្រអញ្ចឹងខ្ញុំគិតថាចំពោះខ្ញុំវិស័យ
វិទ្យាសាស្ត្រនិងអប់រំមិនខុសពីគ្នាទេកន្លែងណាមានសិស្សគឺកន្លែងហ្នឹងត្រូវការពេទ្យហើយចំពោះខ្ញុំចំណូលចិត្តទាំងពីរអញ្ចឹងពេលខ្ញុំបើកស្ថាប័នអប់រំទាំងពីរនេះខ្ញុំក៏បើក clinic ផងដែរទន្ទឹមនឹងហ្នឹងដើម្បីបម្រើសេវាកម្មដល់សិស្សានុសិស្សនិងបុគ្គលិករបស់ខ្ញុំអញ្ចឹងបច្ចុប្បន្ននេះខ្ញុំមាន clinic ដ៏ធំមួយហើយសប្តាហ៍អត់បើកចំហទៅខាងក្រៅទេពីព្រោះគាត់ថាព្យាបាលសិស្សហើយនិងបុគ្គលិកហ្នឹងគឺមិនចង់តន់ផងអញ្ចឹងខ្ញុំគិតថាវិទ្យាសាស្ត្រនិងអប់រំគួរតែត្រូវទៅទឹមគ្នាបាទគួរតែនៅក្បែរគ្នាបាទចាហើយថាតើតម្រាំតែលោកញ៉ាខ្លាយទៅជាអ្នកដឹកនាំមួយរូបនៅក្នុងក្រុមហ៊ុនរបស់លោកថាតើទាមទារកត្តាអ្វីខ្លះដែរទៅចាបាទអរគុណច្រើនដើម្បីដឹកដើរតួឲ្យបានជាអ្នកដឹកនាំមួយនៅក្រុមហ៊ុនតម្រូវការច្រើនណាស់ទីមួយយើងត្រូវការយល់ដឹងពីគោលការណ៍របស់យើងច្បាស់លាស់យើងត្រូវដឹងពីស្ថានភាពជុំវិញរបស់យើងត្រូវដឹងពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពទីផ្សារហើយយើងត្រូវដឹងតម្រូវការនិងការស្គាល់ demand ហើយនិង supply បាទហើយបើយើងដឹងទាំងអស់ហ្នឹងយើងអាចដោះស្រាយបានស្រួលប៉ុន្តែធ្វើជាអ្នកដឹកនាំគេគឺត្រូវការយល់ដឹងហើយអំពីគេហៅថាការដឹកនាំការយល់ទឹកចិត្តបុគ្គលិកប្រើចិត្តសាស្ត្រការបែងចែកក្រុមហ៊ុនហ្នឹងហើយបុគ្គលិកតាមជំនាញគេឲ្យបានច្បាស់លាស់និយាយទៅត្រូវការច្រើនដែរចុះចំណាយឯកតាគ្រួសារថាតើកតាគ្រួសារអាចជួយដល់យើងដែរទេចាហើយគាត់ជួយអ្វីបានខ្លះដែរបាទមិនត្រឹមតែគ្រួសារទេទាំងបុគ្គលិកទាំងសហគមន៍ជុំវិញប៉ុន្តែធ្វើអីក៏ដោយយើងត្រូវការក្រុមគ្រួសារជាពិសេសភរិយានិងឪពុកអ្នកម្ដាយនិងបងប្អូនត្រូវការផ្ដល់កម្លាំងកាយចិត្តបាទជាពិសេសយើងបើកក្រុមហ៊ុនម្ដងមានការពិបាកមានការឆ្លងកាត់ជាពិសេសពេលរដូវដែលយើងខ្វះថវិកាត្រូវការឧបត្ថម្ភធនអីចឹងទៅយើងត្រូវការពឹងផ្អែកគ្នាទៅវិញទៅមកហើយបើសិនជាយើងអត់មានក្រុមគ្រួសារចំហរឹងក្រោយពីក្រោយទេឬក៏មានឪពុកម្ដាយបងប្អូនគាត់ជួយជ្រុំជែងគ្រប់គ្រងទេក៏ពិបាកដែរហើយខ្ញុំជាបុគ្គលមួយដែលថាមានភ័ព្វសំណាងដែរដែលមានបងប្អូនក្រុមគ្រួសារនិងគ្រួសារផ្ទាល់ដែលមានការសហការគ្នាល្អបានល្អបាទហើយទន្ទឹមនឹងផងដែរក៏ខ្ញុំសំណាងដែរដែលមានបុគ្គលិកដ៏ឆ្នើមយកចិត្តទុកដាក់ហើយបុគ្គលិកខ្ញុំនេះហើយខ្ញុំតែងតែនិយាយថាជាអ្នកកវេកឆ្នាំងរបស់ស្ថាប័នខ្ញុំដែលជំរុញឲ្យក្រុមហ៊ុនហ្នឹងឈានមុខដោយលឿនដោយសារមានការយកចិត្តទុកដាក់ពីពួកគាត់មានការផ្ដល់ខិតខំធ្វើការស្វាស្វែងលះលួនហើយភាពស្មោះត្រង់ពោពេញដោយគួរឲ្យស្រឡាញ់បាទចាបើស្ដាប់ប្រសាសន៍របស់លោកអុកញ៉ាទៅឃើញថាលោកអុកញ៉ាមានភាពមមាញឹកច្រើនថាតើលោកអុកញ៉ាបែងចែកពេលវេលាសម្រាប់ការងារនិងគ្រួសារបានដោយរបៀបណាដែរចាបាទជារឿងរាល់ពេលខ្ញុំគិតទៅដូចជាមួយថ្ងៃទៅមួយថ្ងៃជានាយកក្រុមហ៊ុនមួយដែលដើរតួជាចាងវាងផងហើយជាប្រធានសាលាផងមានការមមាញឹកប៉ុន្តែរវល់ប៉ុណ្ណាក៏ដោយយើងតែទៅឆ្លៀតពេលវេលាដើម្បីក្រុមគ្រួសារនិងកូនចៅបាទអញ្ចឹងចំពោះការងារខ្ញុំទុកជាការងារចំពោះការកំសាន្តនិងរាប់អានរាក់ទាក់ជាមួយបងប្អូននិងកូនគ្រួសារនិងកូនគឺយើងត្រូវការចំណាយពេលទុកឲ្យបើមិនអញ្ចឹងទេវាបាត់ភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារជាពិសេសពេលនៅកូននៅតូចអញ្ចឹងការរស់ស៊ីសំខាន់ហើយដើម្បីរកថវិកាចិញ្ចឹមគាត់បណ្ដុះគាត់ដើម្បីឲ្យឱកាសគាត់ទៅរៀនបានសាលាល្អចិញ្ចឹមឲ្យបានជាកូនល្អក៏ប៉ុន្តែបើយើងមិនមានភាពស្និទ្ធស្នាលការរស់ស៊ីទាំងប្រមាណបានមានប្រមាណវាអត់មានន័យធម្មតាកតានិយាយទៅមិនថាកតាគ្រួសារកតាសង្គមទេគឺយើងទៀមទាទាំងអស់ដើម្បីឲ្យស្របគ្នាដើរទន្ទឹមគ្នាទើបធ្វើឲ្យមិនថាជីវភាពគ្រួសារមុខចំនួនឬការងារទើបទទួលបាននៅភាពជោគជ័យផងដែរចាថាតើសប្តាហ៍ថ្ងៃនេះលោកអុកញ៉ានឹងមានកម្រងអ្វីថ្មីទៀតហើយឬនៅចាបាទបច្ចុប្បន្ននេះសាលាខ្ញុំបើខ្ញុំនិយាយទៅគឺថាស្ថិតនៅក្នុងការទៀមទាឲ្យមានច្រើនពីព្រោះអ្នកមានចំណង់ចំណូលចិត្តចុះឈ្មោះបរិញ្ញាហើយអ្នកទៀមទាឲ្យមានសាខាក្នុងរាជធានីភ្នំពេញបានច្រើនហ្នឹងគឺច្រើនអញ្ចឹងសាលាខ្ញុំក្រុមហ៊ុនខ្ញុំនិងស្ថាប័នអប់រំទាំងអស់ហ្នឹងកំពុងតែរៀបចំបង្រឹងខ្លួនឯងហើយនឹងបង្រីកខ្លួនឯងឲ្យមានសាខាថែមទៀតដើម្បីតម្រូវនឹងការទៀមទារបស់មហាជនហ្នឹងហើយក៏ទន្ទឹមនឹងផងដែរក៏កំពុងរៀបចំខ្លួនឯងដើម្បីចូលក្នុងឆាកអន្តរជាតិបាទដើម្បីបើកនៅសាលានៅប្រទេសផ្សេងផងដែរប៉ុន្តែសំខាន់បំផុតមុននឹងបង្រឹងបង្រីកខ្លួនឯងក្រុមការងាររបស់ខ្ញុំព្រមទាំងខ្ញុំផ្ទាល់គឺផ្ដោតទៅលើរក្សាគុណភាពហើយនឹងស្ថិរភាពរបស់ក្រុមហ៊ុនបានល្អថាយ៉ាងម៉េចក៏ដោយនៅពាក្យគោលសំខាន់របស់ស្ថាប័នគឺថាគុណភាពវិន័យនិងសេវាកម្មអញ្ចឹងឃ្លាតឆ្ងាយធំប៉ុណ្ណាក៏ដោយផ្ដោតទៅលើគេហៅថាគោលកណ្ដាលរបស់ក្រុមហ៊ុនហ្នឹងបាទចា
ធម្មតានៅរាល់ការប្រកបមុខចំនួនឬក៏អាជីវកម្មផ្សេងភាពបរាជ័យនិងភាពជោគជ័យគឺវាស្ថិតនៅទន្ទឹមគ្នាដូចគ្នាផងដែរថាតើលោកអុកញ៉ារក្សាលំនឹងភាពជោគជ័យរបស់លោកអុកញ៉ាហ្នឹងបានដោយវិធីណាហើយប្រើវិធីសាស្ត្រអ្វីខ្លះចាដើម្បីមកជ្រុំជ្រែងបាទក្រុមហ៊ុនខ្នាតមធ្យមរបស់ខ្ញុំហ្នឹងគឺបើខ្ញុំគិតទៅមានបុគ្គលិកជាង700នាក់ហើយសិស្សជាង7000នាក់អញ្ចឹងប្រឈមមុខគ្រប់បញ្ហាមកជាមួយទាំងអស់ហើយកត្តាដែលធ្វើឲ្យអាចបរាជ័យក៏មានច្រើនស្មើទៅនឹងជោគជ័យប៉ុន្តែបើយើងដើរខុសតាមចេះហ៊ានវាអាចនឹងប្រឈមមុខជាពិសេសបើយើងចង់ឲ្យជោគជ័យយើងត្រូវយល់ពីគេហៅថាដំណើរការរបស់បុគ្គលិកយើងហើយនឹងគោលការណ៍របស់ក្រុមហ៊ុនយើងត្រូវយល់ចំហរបស់បុគ្គលិកដើម្បីឲ្យគេយល់ចំហរបស់ក្រុមហ៊ុនហើយយើងត្រូវជុំជែងលើកទឹកចិត្តបុគ្គលិកដើម្បីឲ្យគេមានកម្លាំងកាយចិត្តធ្វើការហើយឲ្យផ្ដល់ឱកាសពួកគាត់ផងដែរដើម្បីពង្រឹងខ្លួនឯងពង្រីកចំណេះដឹងហើយធ្វើការដោយមានគេហៅថាមុខភាពក្នុងការបម្រើការងារមានន័យថាយើងត្រូវឲ្យឱកាសគេបណ្ដុះគេណែនាំគេហើយប្រឹក្សាគេម្យ៉ាងវិញទៀតផងដែរយើងត្រូវយល់ពីការរំបាករបស់គេនីមួយៗជាពិសេសពេលវេលាដែលគេប្រឈមក្នុងឆាកជីវិតម្ដងម្យាមយើងត្រូវចេះឈឺឆ្អើលខ្វាយខ្វល់ហើយណែនាំចំពោះបុគ្គលិកខ្ញុំតែនិយាយថាឱកាសមិនមែនមានម្ដងទេឱកាសមានច្រើនដងបើយើងផ្ដល់ឱកាសឲ្យពួកគាត់អញ្ចឹងបុគ្គលិករបស់ខ្ញុំគាត់មានភាពរីករាយសប្បាយចិត្តណាស់ហើយការយកចិត្តទុកដាក់ជាពិសេសស្ថាប័នខ្ញុំក៏មានគេហៅថា Foundation មីងលីជេគួយជា Foundation មួយដែលផ្ដល់គេហៅថាវិតាកញ្ចៃដែលអត់មានផ្កាប្រាក់ជាពិសេសពេលបុគ្គលិកប្រឈមនៅការឈឺស្កាត់កូនឈឺកេងពេទ្យអីចឹងយើងមានការឲ្យកម្ចីដែលអត់យកផ្កាប្រាក់អញ្ចឹងយើងមានថវិកាមួយកញ្ចប់តែងទៅទុកប្រចាំអញ្ចឹងនេះជាចំណុចលើកទឹកចិត្តឲ្យបុគ្គលិកមួយផងដែរចានេះជាចំណុចមួយដែលល្អមែនទែនសម្រាប់ដែលដូចថាក្រុមហ៊ុនផ្សេងឬក៏ស្ថាប័នផ្សេងលោកអាចធ្វើជាគំរូតាមដើម្បីជាការចូលរួមលើកទឹកចិត្តដល់បុគ្គលិកហើយដើម្បីទាញមកវិញឲ្យបុគ្គលិកហ្នឹងចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមហ៊ុនរបស់យើងផងដែរចាថាតើអ្វីទៅដែលជាការរំពឹងទុកសម្រាប់លោកអុកញ៉ានៅក្នុងក្រុមហ៊ុនរបស់លោកអុកញ៉ាផ្ទាល់ចាបាទខ្ញុំសង្ឃឹមថាក្រុមហ៊ុនខ្ញុំនឹងដំណើរការទៅមុខទៀតដល់រលូនហើយជាពិសេសបច្ចុប្បន្ននេះអ្វីគឺមើលឃើញថាវាមានវិជ្ជមានច្រើនហើយធ្វើឲ្យខ្ញុំសប្បាយចិត្តធ្វើឲ្យបុគ្គលិកខ្ញុំមានភាពកក់ក្ដៅហើយមានទំនុកចិត្តដ៏ខ្ពស់ក្នុងបន្តបម្រើការងារនៅស្ថាប័នហ្នឹងចំពោះសិស្សសានុសិស្សទាំងអស់ព្រមទាំងលោកឪពុកអ្នកម្ដាយឬអ្នកអាណាព្យាបាលរបស់សិស្សសានុសិស្សហ្នឹងគាត់មានការគ្រប់គ្រងនៅទង្វើរបស់ស្ថាប័នធ្វើស្ថាប័នខ្ញុំមិនត្រឹមតែបណ្ដុះសិស្សសានុសិស្សត្រៀមលក្ខណៈដើម្បីឲ្យចេះធ្វើជាបុគ្គលល្អមនុស្សល្អសិស្សល្អហើយចេះយល់ដឹងពីមនុស្សធម៌ចេះរែងគៀសលុយថវិកាដើម្បីចូលធ្វើបុណ្យចេះដឹងគុណឪពុកម្ដាយរាប់អានឆ្លាញ់គ្នាទេខាងខ្ញុំបណ្ដុះបណ្ដាលឲ្យគាត់មានការគេហៅថារៀនសូត្រធ្វើអ្វីមួយគឺថាត្រូវចេះគោរពខ្លួនឯងត្រូវយល់ពីទិសដៅខ្លួនឯងត្រូវដឹងថាខ្លួនឯងត្រូវធ្វើយ៉ាងម៉េចបង្រឹងគាត់ហើយត្រាយផ្លូវគាត់ហើយបំភ្លឺគាត់ឲ្យគាត់យល់ពីឆាកជីវិតតើត្រូវធ្វើយ៉ាងម៉េចចំណុចនេះជាកត្តាមួយក្នុងចំណោមកត្តាច្រើនដែលលោកឪពុកអ្នកម្ដាយរបស់គាត់តែងតែពេញចិត្តនៅទង្វើរបស់ខ្ញុំធ្វើនៅស្ថាប័នធ្វើម្យ៉ាងវិញទៀតផងដែរសាលាមានកម្មវិធីច្រើនច្បាស់លាស់បាទដែលទទួលស្គាល់ពីក្រសួងអប់រំនិងយុវជនកីឡាហ្នឹងហើយនឹងកម្មវិធីសិក្សាបន្ថែមដើម្បីបង្រឹងនៅចំណេះដឹងរបស់គាត់ក្រៅសាលាផងដែរចាជាចុងក្រោយនាងខ្ញុំសូមឲ្យលោកអុកញ៉ាជួយផ្ដល់នៅអនុសាសន៍ខ្លះតាក់ទិនទៅនឹងគន្លឹះក៏ដូចជាបទពិសោធន៍ផ្សេងដើម្បីចែករំលែកដល់ទស្សនិកជនជាពិសេសបងប្អូនចំនួនក្រោយហើយប្រសិនបើមានបងប្អូនណាដែលលោកចង់បើកជាអាជីវកម្មមិនថាខ្នាតតូចខ្នាតមធ្យមឬក៏ខ្នាតធំទេយើងគួរមានអាកប្បកិរិយាឬក៏បុគ្គលិកលក្ខណៈបែបណាគួរតែត្រៀមខ្លួនបែបណាដែរចាសូមជម្រាបអូខេអរគុណច្រើនតាមពិតខ្ញុំមានអនុសាសន៍ច្រើនខ្ញុំចង់បង្ហាញដល់បងប្អូនយុវជនយើងសំខាន់បំផុតគឺផ្ដោតទៅលើការសិក្សាឲ្យបានចប់សិនបាទហើយបើអាចទេកុំសិក្សាច្រើនជំនាញពេកព្រោះនៅស្រុកខ្មែរយើងមានបងប្អូនច្រើនគាត់គិតថាបើសិនជារៀនបញ្ញាបត្រ3ទន្ទឹមគ្នាវាល្អធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យចំណាយពេលរៀនបញ្ញាបត្រពេលព្រឹកបញ្ញាបត្រពេលល្ងាចបញ្ញាបត្រពេលយប់ហើយ Master Degree អនុបណ្ឌិតពេលថ្ងៃសៅរ៍អាទិត្យហើយធ្វើការទៀតអានឹងបើយើងគិតទៅគេមិនហៅថារៀនពិតប្រកបទេពូកែតែរៀនប៉ុន្តែអត់ពូកែចេះបើយើងគិតទៅនៅស្រុកគេហៅថាទិញសញ្ញាបត្រអញ្ចឹងមិនចេះឲ្យមួយពិតប្រកបអញ្ចឹងសំខាន់ណាស់យើងកុំខ្វល់ខ្វាយខ្វល់ហួសពេកតនៅវ័យក្មេងខិតខំរៀនសូត្រចាប់យកឲ្យជាប់នៅជំនាញណាមួយហើយសំលៀងឲ្យមុតបន្ទាប់ពីបញ្ញាបត្រ
កំពុងតែរៀនយកឱកាសធ្វើការនៅចំណងចំណូលចិត្តរបស់យើងចង់រៀនហ្នឹងចង់ធ្វើហ្នឹងដើម្បីយកការពិសោធន៍ហើយពេលរៀនចប់យើងបន្តទៅអនុបណ្ឌិតហើយធ្វើការបន្តយកពិសោធន៍ទៀតរហូតយើងយកទៅបណ្ឌិតព្រោះនៅស្រុកខ្មែរយើងខ្វះអ្នកជំនាញពិតប្រាកដអញ្ចឹងត្រូវការអ្នកជំនាញពិតប្រាកដដើម្បីជួយកសាងជាតិហើយជាពិសេសប្រទេសកំពុងអភិវឌ្ឍវិស័យអប់រំគឺជាគន្លឹះនៃការអភិវឌ្ឍហ្នឹងឯងខ្ញុំសូមថែម3ចំណុចទៀតដែលថាអាចជាណែនាំផ្ដាំផ្ញើដល់បងប្អូនជាពិសេសបងប្អូនកំពុងតែរៀនខ្ញុំចង់បញ្ជាក់គាត់ថាពេលកំពុងតែរៀនហ្នឹងមិនសំខាន់ថាមុខជំនាញអីទេសំខាន់យើងចង់ឲ្យដឹងថារៀនបន្ទាប់ពីបាក់ឌុបមកពីវិទ្យាល័យយើងត្រូវបន្តទៅមហាវិទ្យាល័យមិនថាយើងកូនអ្នកក្រឬកូនអ្នកមានទេការរៀន4ឆ្នាំនៅមហាវិទ្យាល័យហ្នឹងមិនមែនដើម្បីទៅរៀនជំនាញខាង business ធ្វើ business ខាង IT ធ្វើ IT ទេណាបាទការរៀនសូត្រហ្នឹងគឺជាពេលវេលាក្រេបជញ្ជក់ចំណេះទលំទលាយដែលយើងអាចអានសៀវភៅរាប់ពាន់រាប់រយក្បាលអាចស្ដាប់ទូនមានសាស្ត្រាចារ្យរាប់រយនាក់ដឹងពីឆាកជីវិតជាក់ស្ដែងនៅខាងក្រៅសង្គមធ្វើឲ្យយើងត្រៀមខ្លួនដើម្បីលក្ខណៈបម្រើការងារនិងសហការជាមួយមិត្តជុំវិញថ្ងៃក្រោយអញ្ចឹងការរៀនសូត្រជាក់ស្ដែងបើយើងគិតទៅរៀនចូលសាកលវិទ្យាល័យសិក្សាជំនាញណាក៏ដោយបើយើងចេញមកវិញប្រហែលជា30ទៅ40%ដែលយើងបម្រើការនៅជំនាញហ្នឹងអញ្ចឹងសំខាន់គឺថាពេលវេលា4ឆ្នាំនោះគឺដើម្បីពេលវេលាក្រេបជញ្ជក់ចំណេះដឹងទលំទលាយដើម្បីបង្រៀនខ្លួនឯងចានេះគឺដូចនាងខ្ញុំដែរចានាងខ្ញុំពេលដែលរៀននៅមហាវិទ្យាល័យគឺរៀនមុខជំនាញផ្សេងដល់តែពេលចប់ចេញមកធ្វើការគឺវាផ្ទុយពីជំនាញបាទសំខាន់ធ្វើឲ្យយើងរឹងពឹងនៅចំណេះទលំទលាយបាទហើយចំណុចមួយទៀតដែលខ្ញុំចង់ផ្ដាំផ្ញើផងដែរគឺថាបងប្អូនយុវជនបច្ចុប្បន្ននេះគឺត្រូវការប្រឈមមុខនឹងប្រជែងក្នុងទីផ្សារច្រើនណាស់ចឹងគ្រាន់ជាការណែនាំលើកទឹកចិត្តឲ្យដឹងទេដើម្បីពង្រឹងខ្លួនឯងហើយប្រជែងទីផ្សារឲ្យបានជោគជ័យព្យាយាមយ៉ាងម៉េចខំរៀនភាសាឲ្យបាន5ខ្ញុំតែនិយាយថាភាសា5នាំឲ្យជោគជ័យក្នុងអនាគតភាសាទី1សំខាន់ណាស់ត្រូវចេះភាសាដើមខ្លួនឯងគេហៅថាភាសាខ្មែរយើងហើយទី2ត្រូវចេះភាសាសកលហើយបច្ចុប្បន្នភាសាអង់គ្លេសគេទទួលស្គាល់តែភាសាសកលហើយបើយើងចេះហើយយើងសពថ្ងៃមិនថាទៅណាមកណាទេគេត្រូវការចេះភាសាបច្ចេកវិទ្យាអញ្ចឹងភាសាទី3បច្ចេកវិទ្យាព្រោះសម័យឥឡូវយើងត្រូវការក្រុមហ៊ុនណាក៏ដោយគេត្រូវការយើងចេះ IT បាទហើយភាសាទី4ហ្នឹងគេហៅថាភាសាទំនាក់ទំនងសំខាន់ណាស់ត្រូវការចេះទំនាក់ទំនងគ្នារាក់ទាក់គ្នាដើម្បីឲ្យស្ថាប័នយើងហ្នឹងក្រុមហ៊ុនយើងនិងខ្លួនឯងហ្នឹងមានវិវត្តទៅមុខល្អហើយភាសាចុងក្រោយភាសាទី5ពីព្រោះអ្នកខ្លះទៅគាត់ធ្វើការជាមួយក្រុមហ៊ុនវៀតណាមជាមួយក្រុមហ៊ុនកូរ៉េអញ្ចឹងទៅយើងត្រូវចេះភាសាគេមួយទៀតដើម្បីដំណើរបើកផ្លូវយើងឲ្យទៅមុខល្អហើយជាចុងក្រោយចំពោះអ្នកដឹកនាំខ្ញុំចំពោះខ្ញុំធ្វើខ្ញុំជោគជ័យគឺខ្ញុំតែងតែអនុវត្តនៅ5ចំណុចហើយ5ចំណុចនេះបើយើងគិតទៅបងប្អូននៅសាលាគេមិនបានបង្រៀនយើងទេប៉ុន្តែជាចំណុចសង្ខេបធ្វើឲ្យបងប្អូនអាចជោគជ័យបានអញ្ចឹងធ្វើអីក៏ដោយខ្ញុំតែងតែដាស់តឿនបងប្អូនថាទី1ទៅរៀបចំផែនការឲ្យច្បាស់លាស់ហើយបើរៀបចំផែនការបានហើយយើងត្រូវតែអនុវត្តផែនការហ្នឹងបើអនុវត្តផែនការហ្នឹងហើយយើងត្រូវតែតាមដានតើវាមានចំណុចខ្វះខាតឬក៏អត់បើយើងតាមដានយើងឃើញកំហុសយើងយកមកអនុវត្តមកកែច្នៃឡើងវិញបានយើងទី5អនុវត្តម្ដងទៀតអញ្ចឹងបើយើងរក្សានៅគោលចំណុចទាំង5ហ្នឹងធ្វើអីក៏ដោយភាគច្រើនមិនសូវបរាជ័យបានទេប្រសិនបើយើងអាចអនុវត្តបានទាំង5ចំណុចនឹងធ្វើឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានភាពឧត្តមឧត្តមនិងថ្កុំថ្កើងទៅថ្ងៃមុខដែរចាជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកអុកញ៉ាគួចមេងលីចាដែលលោកបានចូលរួមនៅក្នុងកម្មវិធីអ្នកចំនួនឆ្នើមនៅក្នុងថ្ងៃនេះហើយសង្ឃឹមនឹងជឿជាក់ថាទស្សនិកជនជាពិសេសបងប្អូនចំនួនក្រោយលោកនឹងទទួលបាននៅបទពិសោធន៍ផ្សេងដែលជាសាររបស់លោកអុកញ៉ាផងដែរថាតើយើងគួរធ្វើយ៉ាងណាដើម្បីឲ្យក្លាយទៅជាអ្នកចំនួនម្នាក់ដែលមានភាពប៉ិនប្រសប់ទទួលបានជោគជ័យគ្រប់ការងារទាំងអស់ហើយជាពិសេសនឹងក្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនមួយដែលមានភាពរឹងមាំផងដែរចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីអ្នកចំនួនឆ្នើមរបស់យើងនៅក្នុងសប្តាហ៍នេះបានដល់ទីបញ្ចប់ហើយសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកហើយសន្យាថាកម្មវិធីអ្នកចំនួនឆ្នើមនឹងវិលមកជួបលោកអ្នកសាជាថ្មីនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលខណៈនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលា